Bác group trong lớp xua xua đây từ căn bụng mai bong bóng đó này bà chẳng này dạng phải thì cái bà chẳng này nhom bàn riệp chom bà cho thọt âm vi lên mà sầm mẹp thêm nè sải bà chẳng là bôi dương mình trên nè professional này đấy thưa này đây xa tay sờ lánh cho chất chẳng có thưa tam là tập hiệp để dương ai thưa tập bàn hai là tập Paul tranh máu có mình ở cha ấy đấy tại còn thay dương cất thải cho tôi cho bàn sầm mẹp bôi dương chẳng ngày này cái dương mau thì dương rau rạ mình tên bụng mai bong bóng đó đi liêng bong ấy phong bà tập mồm tập bàn thọt chọc chẳng bây nhom song khâm tha bụng mai bong bóng đó nên còn trò nơi xa đây bật lậtរបស់ពួកយើងជាពិសេសពុកម៉ែបងប្អូនអ្នកស្រុកស្អាងយើងបាទអញ្ចឹងនេះគឺជាសមិទ្ធផលទឹកដៃស្នាដៃរបស់យុវជនក្រមអ្នកស្អាងយើងទេអញ្ចឹងពុកម៉ែបងប្អូននេះចង់ទស្សនា MV នឹងអាចទស្សនាបាននៅលើ page អ្នកស្រែនិង YouTube អ្នកស្រែអញ្ចឹងតើឥឡូវមកទស្សនាសកម្មភាពរបស់ពួកខ្ញុំទាំងអស់គ្នាបាទចឹងបទនេះដែរគឺយើងចេញដំណើរទៅថតនៅឯខេត្តកំពង់ស្ពឺបាទដែលសារយើងឃើញថាមានទេសភាពស្អាតហើយយើងទៅនេះគឺមានគ្នាតែ3នាក់ឯគត់បាទអត់មានតួស្រីម្នាក់ទេបាទយើងអត់ទាន់មានលទ្ធភាពរកតួស្រីថតទេបាទអញ្ចឹងយើងថតតាមលទ្ធភាពយើងសិនបាទអញ្ចឹងឥឡូវយើងចូលញ៉ាំបាយញ៉ាំអីហើយក៏យើងធ្វើដំណើរទៅមុខទៀតឥឡូវយើងរកទីតាំងទី1បានហើយបាទឥឡូវរឿងរោករ៉ាក់ទី1នេះគឺថាម៉ាស៊ីនភ្លើងមកយើងនឹងគឺបច្ចេកអត់ទាន់ឆេះបាទអត់ទាន់រកទំនុកបច្ចេកឃើញបាទឥឡូវដល់ពេលយើងរៀបចំភ្លើងអីហើយអស់បាទយើងចាប់យកប្លង់នេះមួយដើម្បីថតបាទអញ្ចឹងយើងចាប់ផ្ដើមថតលេងតិចតិចអញ្ចឹងទៅបាទយើងថតនេះគឺថាតាមលទ្ធភាពទេបាទយើងមានភ្លើងតែបណ្ដាកាមេរ៉ាអីយើងអត់ទាន់មានភេទធំធំទេបាទយើងប្រើក្តាប់កាមេរ៉ាទូចមួយបាទដើម្បីថតគេតោះគ្នាយើងឥឡូវយើងថតចប់នៅទីតាំងទី1ហើយយើងលើកសិនភ្លើងយើងដាក់ឡានវិញមិនរវល់វិញអត់បានថតសកម្មភាពអីបើចំនួននេះចឹងថតបានប៉ុណ្ណាមិនដឹងតើឥឡូវយើងរៀបចំបាទលើកសិនភ្លើងយើងដាក់ឡានទៅថតតទៀតដោយសារឡានយើងអត់មានគូតខាងក្រោយដាក់ម៉ាស៊ីនវារៀងធំហ្នឹងទៅយើងដាក់ខាងក្នុងបាទយើងរៀងវេទនាលើកចុះលើកឡើងនឹងមែនតើបាទឥឡូវនេះសេរីសរងលើកដាក់ឡានទៅទៀតអីបាទព្រោះយើងថតនៅនេះចប់ហើយយើងទៅរកប្លង់ថតបន្តទៀតគេនេះយើងបានមកដល់ខាងមកកន្លែងទៀតហើយអញ្ចឹងខាងក្រោយយើងគឺមានស្លាកទឹកហើយនឹងភ្នំអញ្ចឹងយើងកំពុងតែរៀបចំ set up ថតនៅនឹងមួយប្លង់ហើយអាចនឹងឃើញស្លាកទឹកហើយនឹងភ្នំអញ្ចឹងយើងរកគល់ខ្នោតមួយយកមកដាក់ឲ្យតួយើងអង្គុយជ្រៀងអញ្ចឹងបាទនេះគឺជាទស្សនវិជ្ជានៃការថតហើយបាទអញ្ចឹងគឺយើងជិះរយើងឃើញកន្លែងណាតំណងក៏ជប់ថតកន្លែងហ្នឹងអញ្ចឹងទៅបាទហើយក៏ចង់បង្ហើបពុកម៉ែបងប្អូនអស់គ្នាបាទយើងថតនេះថតរហូតដល់ទៅ2បទហើយណោះបាទតែអត់ទាន់ដឹងថាយើងអាចចេញបានទាំង2ឬក៏ចេញតែមួយបទទេចាំមើលសិនយើងថតឲ្យយើងពិនិត្យមើលសិនយើងអាចចេញបានមិនយើងចេញអញ្ចឹងណាអូខេឥឡូវយើងបានមកដល់អត់ដឹងថានៅណាទេយើងជិះមកយើងឃើញកូនតោមួយនេះយើងចូលសម្រាប់ញ៉ាំអាហារថ្ងៃត្រង់បាយយើងកំពុងរៀបចំមានថ្ងៃនេះមានឆាំទៅកំពុងអាំងហ្នឹងអីចាក៏វាយើងដាក់មកជាងសិនហើយវានៅក្តៅតោះទៅចាក់ចែកហូបមកមានអ្នកដួសបាយមានអ្នករត់មកហូបមានអ្នកអាំងមានអ្នកអីតំណងមែនតាទៀនក្នុងភពនឹងមានរៀបចំបាយម៉េចហូបនេះអ្នកដួសបាយនេះបាទពុកម៉ែបងប្អូនអរគុណឥឡូវយើងញ៉ាំអាហារថ្ងៃត្រង់នេះហើយយើងរៀបចំ set up ថតមួយបទទៀតព្រោះយើងមកនេះយើងថត2បទឥឡូវយើងកំពុងតែ set up នេះនឹងខ្ទមហ្នឹង set up នៅហ្នឹងអូខេឥឡូវយើងប្រើខ្សែភ្លើងដើម្បីប្រើម៉ាស៊ីនភ្លើងព្រោះយើងប្រើមូលយើងត្រូវមានម៉ាស៊ីនភ្លើងនេះម៉ាស៊ីនភ្លើងលើកចុះក្រោមយើងប្រើដល់ខ្សែហ្នឹងហើយតោះហើយទៅមើលការ set up របស់ខ្ញុំผมមុននឹងថតដែរតែអត់បានបង្ហាញតែស្អាតស្អាតណាស់នេះខ្ញុំថតកាមេរ៉ាទូរស័ព្ទឯងបើកាមេរ៉ា vlog ខ្ញុំនោះយកមកថតជំនាញហ្នឹងហើយខ្ជិលកាន់ចុះកាន់ឡើងអូខេ set up យើងឲ្យតួឈរជ្រៀងនៅនេះហើយបែក
ច្រើនភ្នំនោះយើងដុតភ្នក់ភ្លើងមួយដើម្បីយកផ្សែងវាយយកផ្សែងហើយយើងមានភ្លើងយើង4គ្រាប់ទាំងអា key line នេះមួយជានេះសម្រាប់ដាក់ចំមុខតួឲ្យភ្លឺអានេះវាយយកកុំឲ្យស្មៅមកអញ្ចឹងណាជួយតាមនឹងរៀបចំហើយតែតួយើងនេះបាយឲ្យដេកបានហើយនេះអូខេឥឡូវយើង set up ហើយនេះភ្លើងយើងហើយកាមេរ៉ាយើងប្រើក្តាប់កាមេរ៉ានេះបាទកាមេរ៉ាទូចញ៉េបអត់តោះមានលុយទិញកាមេរ៉ាយើងប្រើកាមេរ៉ាទូចសិនបាទពុកម៉ែបងប្អូននៅកន្លែងហ្នឹងបាទគាត់ណា set up ហើយរៀបចំតបានថតមកភ្លៀងមករាវពេញហ្នឹងបាទរត់រើអីវ៉ាន់ចូលខ្ទមមកអត់ចង់តន់បាទចូលភ្លៀងហើយសាមអស់ហើយវាឡើយបាច់កាត់ហើយក្បែរព្រំក៏ได้รับភ្លៀងប្រាវហ្នឹងរត់ចង់តន់ហើយតែបើយើងមើលពីចម្ងាយរាំងនេះស្ងាត់ជាងបងចេះបានរោមនេះមួយបើអត់រោមនឹងរត់តាណានេះវិញបាទបន្ទាប់ពីភ្លៀងហើយបាទខ្ញុំសវ៉ាតមុនគេនេះគឺថាមកគុំភ្លើងឲ្យឆេះឡើងវិញបាទសំណាងដែរបាទភ្លៀងមកយូរភ្លៀងចូល1ម៉ោងប៉ុន្តែភ្លើងយើងអត់រលត់អញ្ចឹងហើយខ្ញុំមកសារ៉េបក់ចុះបក់ឡើងឲ្យវាឆេះឡើងវិញទៅដើម្បីយើងរៀបចំថតស៊ីនបន្តមកយើងទៀតដើម្បីបញ្ចប់បាទព្រោះមេឃក៏យើងល្ងឹតដែរហើយបាទអញ្ចឹងយើងក៏បានបន្តថតមកបន្តិចទៀតដើម្បីប្រគ្រប់ស៊ីនរបស់យើងដែលយើងចង់បានបាទយើងរៀបចំថតទៅតាមប្លង់ហ្នឹងហើយអស់បាទនេះគឺយើងបញ្ចប់តាមប៉ុណ្ណឹងបាទយើងនេះប្លង់ចុងក្រោយបាទយើងថតប៉ុណ្ណឹងហើយយើងក៏រៀបចំត្រឡប់មកវិញបាទយើងត្រឡប់មកវិញយើងបានថតប៉ុន្តែពេលមេឃភ្លៀងទៅអ្នកនេះដឹងឲ្យផ្លូវគឺវាល្អិលបាទគឺយើងថារកផ្លូវមកតាក់តម្រាំតែឃើញបាទអូខេពុកម៉ែបងប្អូនទាំងនេះអញ្ចឹងថ្ងៃនេះគឺយើងបានបញ្ចប់ការងាររបស់យើងទាំងស្រុងហើយបាទតោះចប់អស់ហើយគ្នាយើងយេមួយថ្ងៃពេញបាទអញ្ចឹងមួយថ្ងៃនេះយើងថតបានរហូតដល់ទៅ2បទអញ្ចឹងចង់ដឹងថាបទនេះមានចំណងជើងបែបណាឬក៏អត្ថន័យបែបណានោះបាទសូមរងចាំទស្សនានៅលើ page អ្នកស្រែទាំងអស់គ្នាបាទនៅលើ page អ្នកស្រែនិង YouTube អ្នកស្រែបាទអរគុណច្រើនពុកម៉ែបងប្អូនទាំងនេះចាំជួបជួយច្បាស់នៅវីដេអូក្រោយទៀតបាទជម្រាបលាបាយបាយ